để số độ crew ខ្ញុំបាទឈ្មោះជ័យសបោថ្ងៃនេះខ្ញុំមកធ្វើការdemo បង្ហាញអំពី project របស់ខ្ញុំដែលលោកគ្រូឲ្យយើងធ្វើ e-commerce app ដែលអាចឲ្យយើងធ្វើការ order ឲ្យនឹងកាត់លុយតាមធនាគារបានអញ្ចឹងខ្ញុំសូមចូលទៅ project របស់ខ្ញុំតែម្ដង code ហើយ project នោះដែរគឺខ្ញុំមានពីរផ្នែកគឺមានផ្នែក back end ហើយ front end back end គឺខ្ញុំមាន node module package JSON package log JSON ហើយនឹង file server.js node module ហ្នឹងគឺជាកន្លែងដែលយើងសម្រាប់ដាក់នៅ package ឬក៏ library ដែលចែកយើងធ្វើការដើម្បី run ហើយ package JSON ហ្នឹងគឺយើងសម្រាប់ផ្ទុកនៅព័ត៌មាន library ដែលយើងត្រូវប្រើហ្នឹងថាយើងប្រើ version អី file JSON server.js ហ្នឹងគឺជា file backend ដោយការងារទាំងអស់គឺខ្ញុំសរសេរដាក់នៅកន្លែង file server.js ហ្នឹងដូចជា MongoDB ឬក៏នេះ API key របស់ APA ដែលខ្ញុំបានស្នើសុំទៅធនាគារ APA ដើម្បីធ្វើការ test project របស់ខ្ញុំហើយវាមានការងារជាច្រើនទៀតដូចជាអានេះគឺនេះ user ហើយអានេះគឺ product មាន order មាន card អីដើមហើយវាមាន verify token របស់ user middleware អញ្ចឹងទៅហើយអានេះគឺជាកន្លែងសម្រាប់យើងធ្វើការ sign up store ទុកនៅក្នុង database ហើយកន្លែងនេះគឺយើងសម្រាប់ login account កន្លែងនេះគឺយើងសម្រាប់ផ្លាស់ប្ដូរ password ថ្មីហើយនេះគឺយើងទាញdata ពី database មកបង្ហាញនៅលើ profile របស់យើងហើយនេះគឺ product ដែលយើងទាញយកមកអានេះគឺយើងសម្រាប់search រកតាមរយៈ brand ឈ្មោះអីចឹងទៅអានេះគឺ card មានច្រើនមានសម្រាប់យើង add ចូល add product ឬក៏យើងបង្ហាញវាជាដើមយើងអាចធ្វើការ remove card remove អីជាដើមនេះវានៅមានច្រើនទៀតអញ្ចឹងខ្ញុំអត់បាច់បង្ហាញទាំងអស់ទេហើយនេះគឺជា front end របស់ខ្ញុំ front end របស់ខ្ញុំមាន API មាន favorite manager មាន order មាន product API អញ្ចឹងទៅហើយខ្ញុំមាន4 model មាន card item មាន card manager មាន order ហើយនឹងមាន product ហើយ screen របស់ខ្ញុំគឺមានច្រើនដែរអានេះគឺជា APA payment screen អាហ្នឹងនៅពេលដែលយើងធ្វើការចុច check out ទៅវានឹង generate QR ដើម្បីឲ្យយើងធ្វើការ pay ហើយនេះគឺជា admin page សម្រាប់យើងធ្វើការ add product ថ្មីចូលទៅក្នុង app របស់យើងហើយវា store ទុកនៅក្នុង database ហើយនេះគឺជា page ដែលយើងសម្រាប់ធ្វើការ view មើលការ order របស់អតិថិជនឬក៏ user ហ្នឹងហើយនេះគឺជា page ដែលយើងសម្រាប់ធ្វើការ view មើល product ទាំងអស់ដែលយើងបានធ្វើការ add នៅក្នុង app យើងហ្នឹងហើយនេះគឺជា card page ដែលនៅពេលដែលយើងមើលនៅក្នុង home page យើងអាចធ្វើការ add product ឬក៏ item ហ្នឹងចូលទៅក្នុងកន្លែង card ហើយវានឹងបង្ហាញនៅកន្លែងហ្នឹងហើយនេះគឺជា page favorite នៅពេលដែល user គាត់ចូលចិត្ត product ឬក៏ item ហ្នឹងគាត់អាចធ្វើការចុចបេះដូងទៅលើវាហើយគាត់អាចស្វែងរកវានៅកន្លែង favorite ចុចនៅលើ navigation bar ខាងក្រោមហើយនេះគឺជា home page នៅពេលដែល user គាត់ login នៅពេលដែល user គាត់ login ទៅវានឹងចូលមក home page នេះដែល home page ហ្នឹងយើងអាចធ្វើការ search វាមាន product ទាំងអស់នៅក្នុងហ្នឹងហើយនឹងវាមាន banner load ទៅតាមពេលវេលាដែលយើងកំណត់10វិនាទីឬក៏3វិនាទីអីអាស្រ័យទៅលើការកំណត់របស់យើងហើយនេះគឺជា
page login ហ្នឹងគឺខ្ញុំមាន class 3ធំទី1គឺ class login ហើយទី2គឺ class សម្រាប់យើងធ្វើការ sign up account ហើយទី3គឺ class យើងសម្រាប់ធ្វើការforget password យើងផ្លាស់ប្ដូរ password ថ្មីហើយនេះpage យើងសម្រាប់បង្ហាញនៅ notification ហើយនេះគឺជា page សម្រាប់បង្ហាញនៅការ order របស់អតិថិជនអាហ្នឹងគឺអតិថិជនអាចមើលឃើញបានហើយនេះគឺជា page ដែលយើងសម្រាប់បង្ហាញអំពីព័ត៌មានដែលយើងនិយាយជាលក្ខណៈ detail ទៅលើproduct យើងហ្នឹងហើយនេះគឺជា page profile នៅពេលដែលអតិថិជនឬក៏ user អាចចុចទៅលើ profile ហ្នឹងទៅដើម្បីមើលឃើញអំពី Gmail មើលឃើញអំពីទីតាំងរបស់អតិថិជនយើងដែលគាត់បាន sign up account ហ្នឹងនេះគឺ user order ហើយវាមាន service មាន API service មាន card service មាន favorite service មាន order service product service ហើយទៅអានេះគឺ main page ដែល main file ដែលយើងធ្វើការ run project ទាំងមូលរបស់យើងអានេះគឺជា main cell ដែលខ្ញុំផ្ទុកវានៅ navigation bar navigation ប៊ូតុង bar អាហ្នឹងគឺផ្នែកខាងក្រោមហើយខ្ញុំមាន body ដែល body ហ្នឹងគឺខ្ញុំធ្វើការផ្លាស់ប្ដូរ page ដូចជា home page favorite page notification ឬក៏ profile អីចឹងទៅខ្ញុំវីដេអូតែ body ទេហើយប៊ូតុង navigation bar ហ្នឹងគឺវានៅដដែលដោយវីដេអូតែ color នៅពេលដែលយើងចុចទៅលើវាទេអញ្ចឹងខ្ញុំសូមធ្វើការបង្ហាញទៅលើការ run app តែម្ដងទៅអានេះដោយសារតែខ្ញុំ run server ហើយ run back end ហើយមុន run back end យើងត្រូវការបើក connection នៅលើ database សិនដោយសារនេះគឺជា database របស់ខ្ញុំគឺមាន 4-5 collection ហ្នឹងខ្ញុំធ្វើការបើក connection ហើយអញ្ចឹងខ្ញុំអាចធ្វើការ refresh វាដើម្បី run ដោយសារ internet វារៀង slow បន្តិចអញ្ចឹងវាដើរអត់សូវ smooth ប្រហែលទេឥឡូវនេះគឺយើងមកចូលដល់កន្លែង form login នៅពេលដែលយើងអត់ទាន់មាន account យើងអាចធ្វើការ sign up account បានចំពោះការ sign up ហ្នឹងគឺយើងត្រូវការដាក់ password យើងដាក់ bar អញ្ចឹងមក @gmail.com password ដាក់ bar 123ដាក់ bar 123ហើយយើងអាចធ្វើការមើលទៅលើ password របស់យើងតើត្រូវគ្នាអត់នៅពេលដែលវាត្រូវគ្នាយើងអាចចុច sign up ពេលនោះវានឹង success ហើយនៅពេលដែលយើងចុច sign up ទៅគឺវាចូលមកដល់ home page តែម្ដងដោយសារខ្ញុំធ្វើការកំណត់យើងមិនចាំបាច់ធ្វើការចូលទៅ page សម្រាប់ login ទៀតទេអញ្ចឹងនៅក្នុងhome page ហ្នឹងគឺខ្ញុំមានឈ្មោះ app ឈ្មោះថា M2 e-commerce app ហើយខ្ញុំមាន drawer ហើយគឺខ្ញុំមាន home page ហ្នឹងគឺមានកន្លែងយើងធ្វើការ search នៅ product ដោយដាក់ឈ្មោះperfume ឬក៏ឈ្មោះ brand ហ្នឹងហើយវាអានេះគឺជា banner ដែលខ្ញុំនិយាយមិញយើងអាចចុចមើលវាបានប៉ុន្តែអានេះដោយសារ internet នៅផ្ទះខ្ញុំវារៀង slow អញ្ចឹងវាអត់សូវដើរបានល្អទេនេះគឺ product ដែលយើងមាន brand name ឈ្មោះ ឈ្មោះទឹកអបតម្លៃសាយហើយថ្ងៃខែដែលគេបាន add ចូលហ្នឹងហើយវាមាន description ហើយយើងអាចធ្វើការចុច favorite
យើងអាចចុចលើបេះដូងអញ្ចឹងទៅយើងអាចមើលឃើញបានហើយយើងអាចចុចចេញមកវិញក៏បានយើងចុចចេះក៏បានដែរហើយវាមាន notification ហើយយើងចុចមកវិញនៅពេលដែលយើងចង់ទិញទំនិញគឺយើងអាចធ្វើការចុចadd to cart មកហើយយើងអាចធ្វើការបន្ថែមនៅចំនួនទំនិញហ្នឹងហើយចំនួនហ្នឹងគឺវានឹងគុណជាលុយនៅខាងក្រោមនេះហើយយើងអាចធ្វើការលុបវាក៏បានដែរយើងអាច add ទៅច្រើនទៀតមកដើម្បីធ្វើការបង្ហាញវានេះទៅវាមាន3 4នេះអញ្ចឹងយើងអាចធ្វើការតម្លើងវាហើយទិន្នន័យទាំងអស់ហ្នឹងគឺវានឹង store ទុកនៅក្នុង database នៅក្នុង MongoDB collection វាគឺខាតនៅពេលដែលយើងចង់ order យើងគ្រាន់តែចុចcheck out កន្លែងនេះមកពេលនោះគឺវានឹង generate QR AFA ដោយវាមានកំណត់នៅចំនួនលុយអញ្ចឹងដោយសារតែខ្ញុំអត់មាន add សម្រាប់តែដោយសារ app ហ្នឹងវា support តែទូរស័ព្ទiPhone អញ្ចឹងខ្ញុំអាចធ្វើការ screenshot ដើម្បីផ្ញើឲ្យមិត្តក្រុមឬក៏មិត្តភ័ក្តិរបស់ខ្ញុំធ្វើការscan ឲ្យខ្ញុំធ្វើការ screenshot ចឹងមកខ្ញុំសូមចូលទៅ Telegram ខ្ញុំប្រាប់ឲ្យគាត់ scan តិចហើយខ្ញុំចូលមើលនេះគឺគ្រាន់តែកាត់តេស្តទេឥឡូវយើងចូលមើល today អត់ទាន់មានទេអានេះគឺយើងមានការកំណត់នៅពេលវេលាដែលវាត្រូវផុតកំណត់នៅពេលដែលគេអត់ទាន់បាន pay វាផុតកំណត់គឺយើងអាចធ្វើការចុចgenerate QR ថ្មីបានអញ្ចឹងនៅពេលនេះគឺគាត់ថាគាត់ scan ហើយខ្ញុំអាចធ្វើការចុចទូទាត់ពេលនោះវាកំពុងតែផ្ទៀងផ្ទាត់ហើយនេះគឺជាចំនួនលុយដែលគាត់បានបង់ដោយជោគជ័យអញ្ចឹងខ្ញុំចុចយល់ព្រមពេលនោះវាមក home page វិញហើយឥឡូវយើងចូលឆែកទៅមើលកន្លែង card នេះគឺអត់មាន product ទេដោយសារយើងorder វាហើយឥឡូវនេះគឺខ្ញុំមកចូលកន្លែង AFA Payway ដើម្បីចង់ដឹងថាគាត់បាន pay ហើយឬនៅមិញគឺចំនួន$60អញ្ចឹងខ្ញុំធ្វើការ refreshអូខេនេះគឺជាចំនួនលុយដែលគាត់បាន pay គឺ$60នេះគឺជាថ្ងៃដែលគាត់បាន pay គឺថ្ងៃទី13ខែអេព្រិលខែមេសាឆ្នាំ2026នៅម៉ោង 12:35 នាទីអញ្ចឹងគឺការ pay របស់ខ្ញុំគឺ success ហើយអញ្ចឹងខ្ញុំសូមចូលទៅ account admin អញ្ចឹងខ្ញុំចុចទៅលើ profile ហើយកន្លែងនេះគឺយើងអាចធ្វើការកែប្រែដូចជានេះបានយើងអាចដូរវាដាក់កាចេះវិញមកដោយសារឥឡូវខ្ញុំមិននៅកាចេះដាក់កាចេះក្រាធីWin បាយអូខ្ញុំបាច់ដូរទេឥឡូវខ្ញុំធ្វើការ sell អញ្ចឹងទិន្នន័យទាំងហ្នឹងគឺវានឹង store ទៅក្នុង database វិញហើយឥឡូវខ្ញុំមានតែប៉ុណ្្នឹងទេខ្ញុំសូមធ្វើការ log out វិញហើយខ្ញុំចូលទៅ admin page សម្រាប់ធ្វើការ add product ឬក៏ control នៅ product ហ្នឹង admin page របស់ខ្ញុំគឺឈ្មោះ kiri@gmail.com password kiri 123ខ្ញុំធ្វើការចុចមើលវា
គឺ password ចឹងហើយខ្ញុំធ្វើការ login ពេលនេះគឺជា home page ដែលយើងធ្វើការ add product បានអញ្ចឹងខ្ញុំសូមចូលទៅ search រក product មួយដាក់ shoe សូមទៅមើលកន្លែង iMac start វារៀង slow បន្តិចឥឡូវខ្ញុំសូមច្រោះយករូបភាពមួយនេះភាសាវារៀង slow ហើយខ្ញុំធ្វើការ copy iMac address យើងយកវាមកដាក់នៅកន្លែង iMac UML មកយើងធ្វើការផាវាចូលពេលនោះវានឹង load រូបភាពនៅលើនេះហើយយើងដាក់ឈ្មោះ brand យើងដាក់ឈ្មោះគេយើងដាក់ SBC យើងដាក់ទៅ SBCS BC ហើយចូលយកមកហើយទៅយើងធ្វើការកំណត់តម្លៃដូចជា$30ហើយ$30យើងអាចធ្វើការកំណត់នៅទំហំវាបានហើយ description យើងដាក់ពីទ្វារវាស្មើនេះគ្រាន់តែជាការ demo ទេនៅពេលដែលយើងបញ្ចូលទិន្នន័យអំពីទឹកអបយើងអស់ហើយយើងអាចចុចទៅលើប៊ូតុង add product បានហើយពេលនេះគឺយើងវាថាយើង add product ឲ្យជោគជ័យហើយអញ្ចឹងយើងអាចធ្វើការមើលview all product បាននេះគឺជា product ដែលយើង add មិញគឺ SBC ហើយនឹងឈ្មោះវាគឺ SBC Fortune អញ្ចឹងយើងអាចធ្វើការចុចថយវិញបានយើងធ្វើការ log out អញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណលោកគ្រូនិងអរគុណអ្នកនរគ្នាដែលបានតាមដានទស្សនាវីដេអូ demo ប្រជែករបស់ខ្ញុំតាំងពីដើមរហូតដល់ចប់